អូខេបើត្រឡប់ជួបគ្នាសាជាថ្មីជាមួយនឹង Channel ធាសាសម្រាប់អ្នកម្ដងទៀតទេក្នុងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដែលចង់ចែករំលែកទៅដល់អ្នកទាំងអស់គ្នាខ្ញុំធ្វើការ set up គ្រឿងនៅពេលដែល iPhone របស់យើងប្រើសុកយើងច្រឡំទៅ error ឬមួយក៏យើងមានម្ដង error ហើយយើងអត់ចេះបើកមកវិញអ្នកនរគ្នាវាមានពីរប្រភេទទី1យើងធ្វើតាមកុំព្យូទ័រហើយប្រភេទទី2យើងធ្វើតាមទូរស័ព្ទដៃជាក់ស្ដែងគឺយើងភាគច្រើនគឺយើងធ្វើតាមទូរស័ព្ទដៃផ្ទាល់តែម្ដងអញ្ចឹងយើងចូលទាំងអស់គ្នានៅពេលដែលអ្នកនរគ្នាធ្វើការ error ហើយគឺវាចេញមកបែបហ្នឹងដើម្បីយើងធ្វើការ set up បានអ្នកនរគ្នាឃើញសញ្ញាចុចនេះអត់យើងគ្រាន់តែទាញទៅលើមកអូខេយើងទាញទៅលើបែបហ្នឹងអញ្ចឹងយើងជ្រើសរើសយកលើភាសាអង់គ្លេសបន្តមកទៀតអានេះគឺវាចាប់តំបន់ឲ្យអ្នកនរគ្នាអូតូហើយយើងយកកន្លែងតំបន់យើងអូតូយកខាងលើគេហ្នឹងមកហើយអានេះវាចេញអញ្ចឹងមកយើងចុច continue ខាងក្រោមនេះអានេះយើង set up បានគ្រប់គ្រឿងតែម្ដងអ្នកនរគ្នាអញ្ចឹងបន្តមកទៀតយើងធ្វើការចុចខាងក្រោមនេះគេដាក់ថា set up នេះយើងរងចាំបន្តិចបន្តមកទៀតអានេះអ្នកនរគ្នាត្រូវការចុច continue ទៅមុខទៀតហើយអានេះយើងធ្វើការជ្រើសរើសនៅពេលដែល version ចុងក្រោយគឺវាតែងតែទាមទារនៅអញ្ចឹងវាមាន3ជម្រើសយើងជ្រើសរើសអញ្ចឹងយើងចុចខាងក្រោមនេះមកអាលេខ19ហ្នឹងយើងចុចអាហ្នឹងមកបន្ទាប់ពីចុចហ្នឹងហើយវាបើសិនជាយើងមាន scan មុខវាទាមទាររក scan មុខបើសិនជាយើងមានកញ្ចៅដៃវាទាមទារយកកញ្ចៅដៃអញ្ចឹងយើងមិនបាច់ចាំតាន់set up ជាមួយនឹង scan មុខឬក៏កញ្ចៅដៃឯងយើងចុច set up later បានន័យថាយើង set up នៅពេលក្រោយយើងចុចអាខាងក្រោមនេះមកបន្ទាប់ពីប៉ុណ្្នឹងហើយកន្លែងលេខកូដនេះវាចេញមកបែបហ្នឹងអ្នកនរគ្នាចុចនេះកន្លែង passcode option នេះខាងក្រោមហ្នឹងចុចលើហ្នឹងមកវាបង្ហាញផ្ទាំង4ឲ្យអ្នកនរគ្នាជ្រើសរើសលេខកូដ4ខ្ទង់ក៏បានឬក៏6ខ្ទង់ហ្នឹងក៏បានប៉ុន្តែអ្វីដែលជាក់ស្ដែងយើងមិនបាច់ចាំតាន់ខ្វល់ទេអស់ហ្នឹងយើង set up ឲ្យទៅដល់ menu សិនយើងយកពាក្យថា don't use passcode ចុចខាងក្រោមហ្នឹងបន្ទាប់មកវាបង្ហាញជាផ្ទាំង2បែបហ្នឹងយើងចុចខាងលើគេ import គេដាក់ don't use passcode ដូចគ្នាខាងលើហ្នឹងបន្លោះនេះគឺយើងត្រូវចាប់អារម្មណ៍មួយទៀតពេលដែលវាចេញអញ្ចឹងហើយអ្នកនរគ្នាចុចនេះខាងក្រោមនេះគេថា don't transferយកខាងក្រោមនេះមកតោះយើងចុចខាងក្រោមហ្នឹងហើយបន្លោះនេះនៅពេលដែលឃើញអញ្ចឹងអ្នកទាំងអស់គ្នាកុំឲ្យច្រឡំថាជាប់ passcode ឬក៏ជាប់ iCloud អីចឹងណាអញ្ចឹងបាច់ច្រឡំទេចុចខាងក្រោមនេះសិនគេដាក់ថា forget password អញ្ចឹងយើងចុចលើហ្នឹងមកបន្ទាប់ពីចុចមកវាមានជម្រើសឲ្យយើងជ្រើសរើសទៀតហើយអញ្ចឹងបើសិនជាជាប់ iCloud បន្លោះហ្នឹងអ្នកនរគ្នាប្រហែលជាវាត្រូវមានប៊ូតុងផ្សេងទៀតវាដាក់ឲ្យ active ក៏ដូចជា login ជាមួយនឹង iCloud មិនយើងអាចទៅមុខទៀតបានអញ្ចឹងណាគឺយើងអត់ជាប់ iCloud ទេទូរស័ព្ទយើងបន្តទៀតយើងចុចដាក់ set up letter វាមាន3អញ្ចឹងយើងចុចយើងខាងក្រោមលេខ3ហ្នឹងចុចលើហ្នឹងមកហើយបន្លោះនេះវាចេញ don't use យើងយក don't use ខាងលើកុំយកខាងក្រោមយកខាងលើអូខេបន្ទាប់ពីយកខាងលើអញ្ចឹងហើយកលេចមើលខាងលើឈៀងខាងស្ដាំនេះយើងចុចមក agree ហើយនេះវាធ្វើការឲ្យយើង continue ទៅមុខទៀតយើងចុច continue មកហើយបន្លោះនេះយើង continue មកបន្លោះនេះក៏យើង continue ដែរតាក់ទងជាមួយ location អញ្ចឹងជាចាំបាច់ភាគច្រើនគឺយើងត្រូវប្រើវាបើអត់ចាំបាច់ប្រើទេយើងដាក់ letter នេះក៏បានដែរតែខ្ញុំបើកតែម្ដងចុចខាងលើហើយបន្តមកទៀតបន្លោះនេះអ្នកទាំងអស់គ្នាលេខមកខាងក្រោមនេះយើងចុចខាងក្រោមនេះមកគេដាក់ set up letter in setting អញ្ចឹងចុចលើហ្នឹងបន្តមកទៀតបន្លោះនេះយើងយក continue បន្លោះនេះអាហ្នឹងយើងយកអាលើក៏បានយកអាក្រោមក៏បានដែរអ្នកទាំងអស់គ្នាចុចមកខាងលើទៀតក៏បានដែរអត់ជាបញ្ហាទេបន្តទៀតយើងចុច continue ម្ដងទៀតមកអូខេអានេះដោយសារតែខ្ញុំភ្ជាប់ជាមួយនឹង Wi-Fi ហើយបើសិនជាអ្នកទាំងអស់គ្នាអត់ភ្ជាប់មួយ Wi-Fi ទេមាន data SIM យើងប្រើជាមួយនឹង data SIM ក៏បានដែរមិនបាច់ចាំដាក់ Wi-Fi ទេគេដាក់ពាក្យថា switch up to get started អូទៅលើតិចមកអូខេគឺយើងចូលបាន home screen របស់យើងប្រើបានធម្មតា 100% តែម្ដងតោះរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេរបៀប set up គ្រឿងនៅពេលដែលយើងធ្វើការ error ក៏ដូចជាយើងច្រឡំ error ហើយយើងអត់ចេះ set up មកវិញគឺយើងធ្វើតាមនឹងបានជាចុងក្រោយអ្នកនរគ្នាកុំភ្លេចចុច subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់ខ្ញុំជារៀងរាល់សប្តាហ៍ផងដែរ